ផ្លៃហុយមិនមែនក្នុងរូបភាពបោកប្រាស់ឈាមស្រក់លើថ្មបញ្ជាក់ថាអញនៅមានដង្ហើមឯងគ្រាន់តែជាផ្សែងដែលគេផ្លុំចេញពីមាត់គ្មានវិញ្ញាណគ្មានឆ្អឹងខ្នងសម្រាប់ឈរទល់មេឃយ៉ចំណេះវិជ្ជាអញរៀនពីការឈឺចាប់ក្នុងសង្គមមិនមែនចម្លងតាមខួរក្បាលដែលគ្មានបេះដូងអញញក់សង្កណាញ៉ាយក្រដោយកម្លាំងសាច់ដុំពិតមិនមែនសំសិទ្ធពីអ្នកណាមកបញ្ជាជីវិតអញ manifest ភាពខ្លាំងចេញពីដីដូនតាឯងគ្រាន់តែជារូបភាពដែលគ្មានរូបរាងច្បាស់លាស់ Yeah អញផៃពិតមិនមែនសបានិមិត្ត Yeah មិនមែនคล้ายសាច់ឈាមស្រស់មិនមែនរូបភាពបញ្ចាំងកសាងជីវិតពីបាតដៃទេស្អាតបាតដៃទៅទេអ្នកខ្លះចាំតែលួចចម្លងគេមានខួរដៃអត់ចេះសរសេរមើលមកភ្នែកអញឃើញយុវត្តសាតែអ្នកតស៊ូភាពអំណត់ចាក់ឬក្នុងដីជ្រៅមិនងាយរលំអញត្រឹមតែជាជាងកាត់សក់ហើយក៏ជាអ្នកនិពន្ធសម្រិតសម្រាំងពាក្យពេចន៍ចេញពីក្នុងដង្ហើមពិតអេបងវិលពិភពលោកដោយកណ្ដាប់ដៃកាយសាហាវមិនត្រូវការកែច្នៃដើម្បីឲ្យមើលទៅលយជីវិតផ្លូវថ្នល់បើរៀនឲ្យអញស្គាល់ដំឡៃមនុស្សអញជាដុំថ្មធំកណ្ដាលផ្លូវដែលឯងខ្លាចចោអាខួរក្បាលអញដំណើរការដោយសភាវគតិធម្មជាតិអញឈរទីនេះជាវិមាននៃការពិតជាក់ស្ដែងយ៉អញផៃពិតមិនមែនសបានិមិត្ត Yeah មិនមែនคล้ายសាច់ឈាមស្រស់មិនមែនរូបភាពបញ្ចាំងកសាងជីវិតពីបាតដៃទេស្អាតបាតដៃទៅទេអ្នកខ្លះចាំតែលួចចម្លងគេមានខួរដៃអត់ចេះសរសេរថ្មវាមិនចេះនិយាយតែកម្លាំងវាខ្លាំងអញ manifest ភាពខ្លាំងចេញពីដីដូនតាឯងគ្រាន់តែជារូបភាពដែលគ្មានរូបរាងច្បាស់លាស់ Yeah អញផៃពិតមិនមែនសបានិមិត្ត Yeah មិនមែនคล้ายសាច់ឈាមស្រស់មិនមែនរូបភាពបញ្ចាំងកសាងជីវិតពីបាតដៃទេស្អាតបាតដៃទៅទេអ្នកខ្លះចាំតែលួចចម្លងគេមានខួរដៃអត់ចេះសរសេរមើលមកភ្នែកអញឃើញយុវត្តសាតែអ្នកតស៊ូភាពអំណត់ចាក់ឬក្នុងដីជ្រៅមិនងាយរលំអញត្រឹមតែជាជាងកាត់សក់ហើយក៏ជាអ្នកនិពន្ធសម្រិតសម្រាំងពាក្យពេចន៍ចេញពីក្នុងដង្ហើមពិតអេបងវិលពិភពលោកដោយកណ្ដាប់ដៃកាយសាហាវមិនត្រូវការកែច្នៃដើម្បីឲ្យមើលទៅលយជីវិតផ្លូវថ្នល់បើរៀនឲ្យអញស្គាល់ដំឡៃមនុស្សអញជាដុំថ្មធំកណ្ដាលផ្លូវដែលឯងខ្លាចចោអាខួរក្បាលអញដំណើរការដោយសភាវគតិធម្មជាតិអញឈរទីនេះជាវិមាននៃការពិតជាក់ស្ដែងយ៉អញផៃពិតមិនមែនសបានិមិត្ត Yeah មិនមែនคล้ายសាច់ឈាមស្រស់មិនមែនរូបភាពបញ្ចាំងកសាងជីវិតពីបាតដៃទេស្អាតបាតដៃទៅទេអ្នកខ្លះចាំតែលួចចម្លងគេមានខួរដៃអត់ចេះសរសេរថ្មវាមិនចេះនិយាយតែកម្លាំងវាខ្លាំងជាផ្សែងអញនៅទីនេះជារៀងរហូតមិនមែនគ្រាន់តែជាការចងចាំបណ្ដោះអាសន្ន